ហេតុការណ៍អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចម្បាំង F-15 និង F-35 ដ៏ទំនើបរបស់អាមេរិកធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលប៉ុន្តែចំណុចគួរឲ្យជក់ចិត្តចង់ដេញលឺកាន់តែខ្លាំងនោះតើអ៊ីរ៉ង់ប្រើប្រព័ន្ធការពារដែនអាកាសប្រភេទអ្វីដែលអាចមានសមត្ថភាពបាញ់ទម្លាក់យន្តហោះគួរឲ្យញញើតទាំងនេះបានអ្វីដែលយើងធ្លាប់ដឹងកន្លងមកក្នុងសង្គ្រាម30ឡានថ្ងៃកងទ័ពអ៊ីរ៉ង់ប្រើតែដ្រូននិងមីស៊ីលផលិតគ្រឿងស្រុកដើម្បីវាយបកទៅលើអាមេរិកនិងអ៊ីស្រាអែលមិនបានចាប់អារម្មណ៍ថាអ៊ីរ៉ង់លាក់អាវុធសម្ងាត់អ្វីខ្លះទេខាងក្រោមជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អ៊ីរ៉ង់ដែលកំពុងប្រើយ៉ាងសកម្មក្នុងការបាញ់ស្ទាក់យន្តហោះចម្បាំងអាមេរិកនិងអ៊ីស្រាអែល 1. ប្រព័ន្ធ Bava 373ផលិតក្នុងស្រុកវាជាមោទនភាពរបស់អ៊ីរ៉ង់ដែលគេប្រសិទ្ធនាមថាជា S300 កំណែចំនួនថ្មីរបស់អ៊ីរ៉ង់វាមានសមត្ថភាពស្កែនរកគោលដៅបំបាំងកាយ Stealth និងបាញ់បានក្នុងចម្ងាយឆ្ងាយរហូតដល់300គីឡូម៉ែត្រកងឆ្មាំបដិបត្តិអ៊ីរ៉ង់ IRGC បានអះអាងថាខ្លួនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ថ្មីដើម្បីបាញ់ទម្លាក់យន្តហោះនៅតំបន់ភាគកណ្ដាលប្រទេស 2. ប្រព័ន្ធ Khordad Lapam និង Majid ជាប្រព័ន្ធចល័តផលិតដោយអ៊ីរ៉ង់ផ្ទាល់ប្រព័ន្ធ Majid ត្រូវបានគេរាយការណ៍ថាអាចតាមដានយន្តហោះបំបាំងកាយ F-35 បានតាមរយៈឧបករណ៍ Sensor Infrared ដែលមិនប្រើរ៉ាដាធ្វើឲ្យយន្តហោះសត្រូវពិបាកដឹងខ្លួន 3. ប្រព័ន្ធ S-300 ទិញពីរុស្ស៊ីអ៊ីរ៉ង់បានទិញប្រព័ន្ធ S-300 PMU ពីរុស្ស៊ីតាំងពីឆ្នាំ2016វាជាអាវុធដ៏មានឥទ្ធិពលបំផុតមួយដែលអាចបាញ់យន្តហោះចម្បាំងបានច្រើនក្នុងពេលតែមួយនិងមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងយន្តហោះជំនាន់ទី4ដូចជា F-15E បើប្រព័ន្ធការពារដែនអាកាសទាំងនេះពិតជាត្រូវបានប្រើដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងមែនវាជាជម្រើសស័ក្តិសមបំផុតសម្រាប់ប្រទេសដែលរងការគំរាមកំហែងពីប្រទេសជិតខាង